ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី4ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះថាត្រីភូវនេស្វរៈដែលសាលាជ្រឹកជាភាសាខ្មែរហៅថាកម្រតែងដល់រាជាអាទិទេពដ៏ធំឬផ្ដល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោកប្រាសាទនេះមាន7ជាន់មានកម្ពស់35ម៉ែត្រនៅតំបន់កោះកេរក្នុងផ្ទៃដីចំនួន9គីឡូម៉ែត្រ4ជ្រុងសប្តាហ៍ថ្ងៃនេះប្រាសាទមានប្រមាណ100ប្រាសាទដែលបានកសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនាអតីតទីតាំងរាជធានីរបស់ខ្មែរមានអាយុកាលជាង1000ឆ្នាំក្នុងឆ្នាំ921ព្រះបាទជ័យវរ្ម័នទី4បានយាងចេញពីរាជធានីសោធបុរៈទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឈូកូគីចំពោះមូលហេតុច្បាស់នៃការយាងចេញនេះនៅមិនទាន់មានអ្នកណាអាចបកស្រាយបានឡើយនៅពេលយាងទៅដល់កន្លែងថ្មីព្រះបាទជ័យវរ្ម័នទី4បានចាប់ផ្ដើមរៀបចំទីក្រុងនិងបានកសាងប្រាសាទធំឧទ្ទិសដល់បុព្វការីជននិងប្រាសាទប្រាង្គ7ថ្នាក់សម្រាប់រាជនិងឧទ្ទិសដល់អាទិទេពត្រីភូវនេស្វរៈកសាងរហាលនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈអក្សរខ្មែរនៅប្រាសាទកោះកេរជាទីតាំងនៃរាជធានីបណ្ដោះអាសន្ននៃអាណាចក្រខ្មែរចន្លោះឆ្នាំ928ដល់ឆ្នាំ944គ្រិស្តសករាជក្រោមព្រះបាទជ័យវរ្ម័នទី4រីឯប្រាសាទនាងខ្មៅស្ថិតនៅតំបន់ប្រាសាទកោះកេរបើតាមសិលាចារឹកប្រាសាទនាងខ្មៅស្រុកសំរោងខេត្តតាកែវនិងសិលាចារឹកស្ដុកកក់ធំព្រះបាទជ័យវរ្ម័នទី4បានប្រកាសខ្លួនជាស្ដេចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ928យើងរកឃើញសំណង់ប្រាសាទនៅកោះកេរមានចំនួនជាង70ប្រាសាទរាប់ទាំងទីទួលបុរាណយោងតាមការសិក្សាស្ថាបត្យកម្មប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទអិនកសាងក្នុងចន្លោះឆ្នាំ921ដល់928បន្ទាប់មកគឺប្រាសាទថ្មភក់ប្រហែលចាប់ពីកសាងនៅឆ្នាំ928និងប្រាសាទថ្មបាយក្រៀមកសាងរវាងចន្លោះឆ្នាំ930រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ941ក្នុងឆ្នាំ944ព្រះបាទរាជាជេន្ទ្រវរ្ម័នទី2បានរើសរាជធានីមកតាំងនៅតំបន់អង្គរវិញដោយបានកសាងប្រាសាទប្រែរូមនិងប្រាសាទមេបុណ្យខាងកើតបើទោះបីជាកោះកេរស្ថិតនៅក្នុងរាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង20ឆ្នាំក៏ដោយការកសាងនិងការអភិវឌ្ឍនៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុននិងមានប្លង់ច្បាស់លាស់ទាំងការសាងសង់ពង្រីកទីក្រុងការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាននិងកន្លែងជាច្រើនទៀនសម្រាប់ឧទ្ទិសដល់ព្រះឥសូរវិស្ណុព្រហ្មគណេសនិងទេពដទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនាជាពិសេសគឺការកសាងប្រាសាទលិង្គដែលមានទំហំធំដោយឆ្លងកាត់នៅសង្គ្រាមជាច្រើនសតវត្សប្រាសាទកោះកេរបានរងនឹងការបំផ្លិចបំផ្លាញពីធម្មជាតិនិងពីមនុស្សយ៉ាងដំណំតំបន់កោះកេរធ្លាប់ជាសមរភូមិប្រយុទ្ធនៅក្នុងសម័យសង្គ្រាមស៊ីវិលជាង30ឆ្នាំ1970ដល់ឆ្នាំ1998រីឯការលួចវត្ថុបុរាណការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិបានកើតឡើងយ៉ាងអនាធបត័យនិងមានសភាពធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យប្រាសាទមួយចំនួនធំត្រូវបានបាក់រលំធ្លាក់ដល់ដីចាប់តាំងពីឆ្នាំ1970នៅតំបន់កោះកេរត្រូវបានស្ថិតក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហមរហូតដល់ឆ្នាំ1998ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាលតំបន់កោះកេរត្រូវបានបើកជាសាធារណៈឡើងវិញតែនៅមានគ្រាប់មីនកប់នៅក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយទីតាំងភូមិសាស្ត្រប្រាសាទកោះកេរស្ថិតនៅក្នុងភូមិកោះកេរឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារប្រាសាទកោះកេរមានចម្ងាយប្រមាណ120គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនិងមានចម្ងាយប្រមាណ60គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារចំណែកចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ460គីឡូម៉ែត្រផែនទីបង្ហាញពីទីតាំងតំបន់ប្រាសាទកោះកេរគេអាចធ្វើដំណើរទៅកាន់ប្រាសាទកោះកេរតាមរយៈមធ្យោបាយដូចខាងក្រោមចេញដំណើរពីទីរួមខេត្តព្រះវិហារឆ្ពោះទៅកាន់ប្រាសាទកោះកេរតាមផ្លូវលេខ64បន្ទាប់ពីមានក្រុមហ៊ុនឯកជនបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមកកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងជាលំដាប់រមណីយដ្ឋានកោះកេរ
ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅថ្ងៃទី17 ខែកញ្ញាឆ្នាំ2023ក្នុងសម័យប្រជុំលើកទី45នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងរីយ៉ាតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីន។